មកតាគ្នាចាថ្ងៃនេះជួបគ្នាសារជាថ្មីសម្រាប់ការ live before សាក់ខាងបងបៃតងតែសំខាន់ថ្ងៃនេះគឺខ្ញុំមានដៃគូថ្មីចាអញ្ចឹងឥឡូវសូមណែនាំខ្លួនតិចទៅណាបងខ្ញុំឈ្មោះកាចាជាផ្នែកលក់នៅផលបងបៃតងសម្រាប់ខ្ញុំឈ្មោះវេជាផ្នែកលក់នៅសាខាបងបៃតងនេះគ្នាអញ្ចឹងបងចង់ដឹងព័ត៌មានឡានឬក៏ពាក់ព័ន្ធមួយព័ត៌មានអីផ្សេងលោតអីបងអាចអញ្ជើញមកបងបៃតងបានឬក៏តាក់ទងតាមរយៈ page បានចាបងហើយសំខាន់ថ្ងៃនេះគឺយើងមានអីដែលថ្មីបង្ហាញជូនដល់បងទៀតហើយបងអញ្ចឹងថ្ងៃនេះគឺយើង live ទៅលើ model អីគេដែរថ្ងៃហ្នឹងយើង live ជាមួយនឹង Ford Territory ដែលពេញនិយមបំផុតដែលយើងលក់ដាច់ខ្លាំងណាស់បងប្អូនទាំងគ្នាដែលយើងដាក់តាំងបង្ហាញនៅខាងក្រោយពួកខ្ញុំតែពីរនាក់ហ្នឹងជាមួយនឹង Ford Territory ពណ៌ប្រផេះហើយនិងពណ៌សចាប៉ុន្តែមានតែពីរពណ៌ហ្នឹងឯងមែនបងនិយាយទៅយើងមានច្រើនពណ៌យើងមានជាមួយនឹងពណ៌សពណ៌ប្រផេះពណ៌ខ្មៅនិងពណ៌មច្ឆាពណ៌ដែលយើងពេញនិយមបច្ចុប្បន្ននឹងដែរ on trend សម្រាប់បងស្រីមួយចំនួនចាភាសាធម្មតាពណ៌បៃតងហ្នឹងហើយអូខេបងអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញបងពី Ford Territory ទៅលើចំណុច special ថាហេតុអីបាន Ford Territory ចាទាំងឡានទំនើបចាទាំង option ក៏ full ចាហើយតម្លៃល្អហើយលក់ដាច់ខ្លាំងមែនតើអញ្ចឹងទៅមើលទាំងអស់ថាហេតុអីចាមានចំណុចពិសេសគេខ្លះចឹងនេះសម្រាប់ Ford Territory នេះគឺជារូបរាងថ្មីហ្មងណាបងគឺយើងដូរមុខមកថ្មីហើយសម្រាប់ Ford Territory 026ចាអីដែលបងឃើញទៅលើការ design ថ្មីចាអីដែលខ្ញុំឃើញនេះបងមុខគេគឺចេញមកស្អាតហ្មងជាមួយនឹងភ្លើងដែល running light ការ design ថ្មីបែបនេះណាចាហើយទៅលើប៉ាណាចាក៏ថ្មីហើយសម្រាប់logo របស់យើងដូចគ្នាបងឃើញនៅខាងក្រោមនេះគឺយើងមានកាមេរ៉ាអញ្ចឹងសម្រាប់កាមេរ៉ានេះយើងមិនមានតែផ្នែកខាងមុខហ្នឹងទេគឺយើងមានមកជុំវិញឡានហ្មងគឺ360ដឺក្រេហ្មងអញ្ចឹងបងគាត់ធ្វើដំណើរឬក៏គេហៅថាអាយ៉ៃអីគឺបងអត់បារម្ភពីសុវត្ថិភាពទេបងអាចមើលឃើញជុំវិញឡានតែម្ដងហើយមិនត្រឹមតែកាមេរ៉ានៅផ្នែកខាងក្រោមគឺយើងមាន sensor ជំនួយបន្ថែមទៀតផ្ដល់ជាសំឡេងនៅពេលដែលបងចាអាយ៉ៃឬក៏គៀកជាមួយឧបសគ្គអីផ្សេងគឺយើងមានជា sensor ផ្ដល់ជាសំឡេងឲ្យបងបន្ថែមទៀតណាបងចាអញ្ចឹងចង់ប្រាប់បងមួយទៀតសម្រាប់ Ford Territory របស់យើងគឺប្រើប្រភេទម៉ាស៊ីន4ស៊ីឡានចាម៉ាស៊ីន4ស៊ីឡានកម្លាំង 1.5 តែទៅលើកម្រិតការស្ទុះវិញខ្ញុំទៅនេះឲ្យបងហ្មងបើសិនជាបងមានពេលអាចអញ្ជើញមកមើលឡានតឬក៏តេស្តតសិនកុំឲ្យថាអ្នកលក់ចេះតែនិយាយត្រូវទេបងចាហ្នឹងហើយសម្រាប់នៅពណ៌បងបៃតងយើងគឺយើងមានឡានសម្រាប់តេស្តតារាចាអញ្ចឹងបងតេស្តសិនកុំឲ្យថាអូឡាន 1.5 ជីមិនអីមិនចឹងបាញ់តេស្តសិនទី2អីដែលបងចំណេញចាគឺសម្រាប់ Territory គឺយើងបងពុនផ្លូវមួយឆ្នាំតែ 150,000 រៀលទេអូនិយាយទៅ sell ឲ្យបងទៀតអញ្ចឹងគឺគិតគូរដល់បងច្រើនមែនតើចាអញ្ចឹងមកមើលផ្នែកចំហៀងនៃរថយន្តវិញទៅលើការ design ទៅលើផ្នែកយ៉ាងរបស់យើងក៏ថ្មីដែរណាបងចាខុសពីឆ្នាំទៅឆ្នាំ2025ហើយប្រភេទនេះគឺយើងប្រើរង្វង់យ៉ាងរហូតដល់ទៅ19អ៊ីងធំចាហើយវាមានភាព sport yes ចឹងឥឡូវបងមើលមកចូលមួយខ្ញុំសិនមកចានេះកាមេរ៉ាដែលខ្ញុំជម្រាបបងថា360ចាសម្រាប់ការ design ទៅលើដៃទ្វារគឺយើងប្រើ chrome ទេចាបងចាគឺភ្លឺស្អាតហើយស៊ីគ្នាជាមួយនឹងស៊ុមទ្វារដែរបងឲ្យនឹងកាងខាងលើអូនិយាយទៅបើសិនជាខ្ញុំគឺខ្ញុំហ៊ាននិយាយថាគឺខ្ញុំស្រឡាញ់ពេញចិត្តហ្មងហើយសម្រាប់នេះបងវ័យដែលប៉ិនខ្ញុំលើសខ្ញុំឬក៏វ័យលក្ខណៈហៀងគ្រួសារអីក៏គាត់ជិះត្រូវដែរចាសំខាន់ប្រភេទ5ក្អីតែទូលាយចាអញ្ចឹងឥឡូវមកមើលខាងក្រោយចាមកមើលខាងក្រោយមួយខ្ញុំសម្រាប់ខាងក្រោយភាពទូលាយធំមែនតើសម្រាប់កន្លែងគ្រប់ក្រោយនេះបងគ្រាន់តែមានសោនៅក្នុងដៃអាចក៏វាជើងទៅអាចបើកគ្រប់ក្រោយអូតូបានអញ្ចឹងសម្រាប់ខ្ញុំអត់បានកាន់សោមកជាប់អញ្ចឹងខ្ញុំចុចមកទៅចាតែបងមើលបានពួកអីដោយសារតាមតែខ្ញុំដឹងបងប្រភេទ Ford Territory នេះបើគ្រប់ខាងក្រោយយើងប្រើបាន4របៀបចាហ្នឹងហើយចឹងអាចមើលចាអញ្ចឹងនេះគឺជាអត្ថប្រយោជន៍មួយនៃប្រភេទ Smart Key របស់ Ford Territory អញ្ចឹងបងអាចតេស្តឲ្យបងមើលតិចណាចាអញ្ចឹងខ្ញុំចុចបញ្ជានៅកន្លែងនេះអញ្ចឹងទី1បងគាត់បានចុចហើយទៅលើប្រភេទចុចគ្រប់ខាងក្រោយវិញគឺយើងបើកបានមួយរបៀបអញ្ចឹងរបៀបទី2គឺបងកវិសជើងបានបែបកវិសជើងហ្មងបងចាយ៉ាអញ្ចឹងរបៀបទី3បងអាចបញ្ជាពីខាងក្នុងចាពី driver មកក៏បានឬក៏បញ្ជានៅលើសោក៏បានដែរចាអញ្ចឹងសោនេះមានអត្ថប្រយោជន៍បន្ថែមទៀតបងអាចបញ្ជាឃ្លុកបិទបើកបានហើយបងអាចបញ្ឆេះរថយន្តពីចម្ងាយបានទៀតអញ្ចឹងចាំទៅមុខខ្ញុំបញ្ឆេះជូនបងមើល
អូខេបងចុះមានអីបង្ហាញខាងក្រៅឲ្យបងមើលទៀតទេបងនឹងចូលទៅដល់ខាងក្នុងឡាន សម្រាប់ដែលខ្ញុំចង់បង្ហាញបងមើលគឺជាមួយនឹងកាមេរ៉ា360ប៉ុន្តែអីដែលសំខាន់គឺយើងបានពាក់កាមេរ៉ាពីក្រោយមួយទៀតដែលបងអាចមើល live មានន័យថាចេះពីមុនយើងមើលជាមួយនឹងកញ្ចក់មើលក្រោយនៅខាងមុខយើងមើលតែកញ្ចក់ទៅទេតែឥឡូវនេះយើងភ្ជាប់ជាមួយនឹងកាមេរ៉ាអញ្ចឹងមានន័យថាវា live show នៅសកម្មភាពតាមដងផ្លូវជួយបងមើលជាប់ហ្មងអញ្ចឹងងាយស្រួលមើលជាងមុនណាបងតាគ្នាច្បាស់ជាងមុនអញ្ចឹងយើងអាចមើលនៅខាងមុខបាន អូខេអញ្ចឹងឥឡូវនាំបងទៅមើលខាងក្នុងឡានហ្មងណាចាយើងបង្ហាញខាងក្រៅជូនបងអស់ហើយចឹងឥឡូវមុនចូលដល់ខាងក្នុងឡានខ្ញុំចង់បញ្ឆេះពីចម្ងាយឲ្យបងបានឃើញទីព្រោះភ្ញៀវខ្លះក៏គាត់នៅអត់សូវប្រើចំណុចបញ្ឆេះពីចម្ងាយដែរអញ្ចឹងអានេះវាមានអត្ថប្រយោជន៍នៅពេលដែលបងចតឡានក្តៅហើយបងត្រូវទៅធ្វើដំណើរវិញបងអាចបញ្ឆេះពីចម្ងាយបានចាឥឡូវយើងសាកទាំងអស់គ្នាណាចាប្រហែលជា2វិនាទីឯងបងអាចបញ្ឆេះឡានបានហើយបងឃើញណាម៉ាស៊ីនយើងឆេះឲ្យតែឡានគឺស្ងាត់ឆឹងហ្មងណាម៉ាស៊ីនសាំងតែអត់មានលឺសំឡេងអីញ៉ៃទេបងគឺស្ងាត់ឆឹងតែម្ដងបើបងចូលទៅដល់ក្នុងឡានចាគឺអត់មានលឺសំឡេងខ្យល់រំខានទេនេះគឺជាភាព comfort មួយនៃ Ford Territory របស់យើងចាហើយបងអាចប្រើចម្ងាយចេញពីឡាននេះចន្លោះចម្ងាយប្រហែលជាខ្ទង់50ម៉ែត្រចុះក្រោមអីដែរហ្នឹងហើយអញ្ចឹងបងមិនបារម្ភថាតិចគាត់ប្រឆេះចាអញ្ចឹងមានគេចូលឡានគាត់ចូលបានទេបងចូលអត់បានទេដោយសារតែឡានរបស់យើងបានលុកជាប់ហើយអីអញ្ចឹងគ្រាន់តែបងពេលដែលមកដល់ឡានបងចុចតែ unlock ទៅបងអាចបើកទ្វារចូលបានឥឡូវបងខិតតិចខ្ញុំតែឲ្យគាត់មើលហើយចានេះទោះបីឡានឆេះតែយើងអត់មានសោជាប់នោះក៏យើងបើកអត់បានដែរចុះបងមិនបារម្ភថាប្រឆេះពីចម្ងាយខ្លាចគេចូលលួចឡានបងអីអត់អីទេបងទៅនិយាយឲ្យហ្មងចាចឹងឥឡូវខ្ញុំបង្ហាញចូលខាងក្នុងសម្រាប់បងណាចាអូនិយាយទៅខាងក្នុងគេគឺ premium ហ្មងបងបើកចេញមកគឺផ្លែកនៃស្រឡះតែម្ដងចាពណ៌អីគឺ premium ហ្មងបងឆ្ងល់អានេះមិនបានប៉ោងអញ្ចឹងបងអាហ្នឹងមកពីអីមកពីយើងបើកជាមួយនឹងកៅអីត្រជាក់ដោយសារឡានរបស់យើងមានជាមួយនឹងកៅអីត្រជាក់ចឹងបងធ្វើដំណើរផ្លូវឆ្ងាយងាយស្រួលមែនតើត្រជាក់មែនតែឥឡូវអ្នកមើលប្រហែលជាដឹងថាត្រជាក់អត់ទេចឹងតមើលនេះវាមានខ្យល់មកមែនតើណាបងចាចឹងឥឡូវនេះឲ្យបងមើលប្រភេទទៅលើការ design នេះអូខ្ញុំស្រឡាញ់ណាបងជីតូនល្មើហើយបងជីផ្លូវឆ្ងាយអីអត់មានឈើចកាឈើខ្នងអីទេហើយកៅអីយើងប្រើអូតូអាចសារ៉ងបានច្រើនរបៀបបងណាហ្នឹងហើយចឹងសារ៉េទៅមុខទៅក្រោយឆ្វេងច្រឡំឆ្វេងស្ដាំអានេះពុកកអីទៅបងសារ៉េតាមហ្នឹងមកបងចាហើយចកោតយើងនេះឥឡូវសូមឲ្យមើលចកោតតិចណាចឹងបងយកទៅអានបបស៊ីងខ្លួនឯងចឹងណាបងចាចឹងនេះបងស្អាតចាចកោតយើងប្រើស្បែកហើយនេះបងអីដែលខ្ញុំស្រឡាញ់ខ្លាំងណាចកោតភ្លើងចកោតអេឡិចត្រូនិកបងប្រើតែដៃមួយក៏អាចបត់បានដែរអត់មានពិបាកធ្ងន់អីទេហើយយើងមាន option ជាច្រើនទៀតដែលបំពាក់នៅលើ Ford Territory អញ្ចឹងមានថាមិនថាឡានទំនើបហើយអត់សូវសុវត្ថិភាពអីខ្ញុំទៅនិយាយឲ្យបងចាប្រព័ន្ធសុវត្ថិភាពគឺមានឲ្យបងមួយសេតតែម្ដងចាហើយទំហំអេក្រង់គឺស្អាតខ្លាំងហ្មងទំហំអេក្រង់ធ្លុះហ្មងចាសម្រាប់អេក្រង់ក៏យើងជាប់ជាមួយនឹងអេក្រង់ខ្លួនហ្នឹងប៉ុន្តែបងកុំច្រឡំគឺយើងបែងចែកដាច់ហ្មងអេក្រង់ត្បិតតែវាភ្លោះមែនប៉ុន្តែខាងនេះយើងអាចចុចថាច់បានណាបងប៉ុន្តែសម្រាប់អេក្រង់ជាយើងខាងនោះខាងឆ្វេងខាងស្ដាំដៃយើងអាចថាច់បានបងអាចបដូរ option ទៅលើនៃការប្រើប្រាស់ mode របស់ឡានអីបងអាចចុចបដូរបាននៅសម្រាប់នៅអេក្រង់ខាងស្ដាំដៃចាហើយអេក្រង់នឹងផងដែរបងអាចស្រុក Bluetooth ស្ដាប់ចម្រៀងនៅក្នុងរថយន្តបានហើយអាចប្រើជា map ក៏បានដែរត្រូវទេបងចា map នេះយើងអាចប្រើបានទាំង Apple CarPlay ហើយនិង Android CarPlay អញ្ចឹងបងគាត់ជិះទៅខាងទៅអីអាច connect វាបានណាបងចានេះបងទាំងអស់គ្នាអញ្ចឹងតែព័ន្ធជាមួយនឹងCarPlay ជាមួយ Apple CarPlay ជាមួយនឹង Android CarPlay ណាបងទាំងអស់គ្នាអញ្ចឹងតែព័ន្ធជាមួយនឹង mode របស់ឡានអីគឺយើងមាននៅក្នុងនេះទាំងអស់អញ្ចឹងបងចង់ផ្លាស់ប្ដូរ mode យើងមាន Eco mode Normal Sport ជាមួយនឹងTrail អញ្ចឹង Trail នេះយើងបើកនៅលើផ្លូវភ្នំផ្លូវ
ផ្លូវដែលប្រលអីណាផ្លូវល្អហ្នឹងនឹងគឺត្រូវឲ្យបងដល់គ្នាអញ្ចឹងជាទូទៅគ្រប់អតិជនគឺគាត់ប្រើ normal ហើយអញ្ចឹងបើសិនជាបងចង់សំចៃខ្លាំងហ្មងបងអាចប្រើ eco បានហើយសម្រាប់ sport នេះបងប្រើនៅពេលដែលបងវ៉ាជែងណាបងនឹងឲ្យប្រើនៅពេលដែលបងវ៉ាជែងធ្វើដំណើរទៅខេត្តចាសម្រាប់ឲ្យកន្លែងនេះគឺយើងអាចតឡើងជាមួយនឹងពលឺនៅលើអេក្រង់បានអាចបន្ថយតឡើងយកថ្ងៃអីចឹងបងអាចបន្ថយបានឬក៏តឡើងបានចាអញ្ចឹងឲ្យសម្រាប់កាមេរ៉ា360យើងមានចាអញ្ចឹងយើងសមកជុំវិញឡានហ្មងអញ្ចឹងយើងមាន 2D ជាមួយនឹង 3D អញ្ចឹងបើសិនជា 3D គឺយើងសបាញ់ចូលមកឡានវិញតែបើ 2D យើងមានន័យថាយើងសចេញទៅក្រៅឡានវិញណាបងប្អូនទាំងគ្នាចាអញ្ចឹងសម្រាប់នេះបងប្អូនទាំងគ្នាចង់ដឹងថាកៅអីត្រជាក់បើកនៅឡានណាបងប្អូនអាចមើលនៅឡាននេះបានបើសិនជាមានរូបកៅអីហ្នឹងបងចុចទៅបងខាងមានថាខាងអ្នកបើកឬក៏ខាងអង្គុយនៅខាងមុខទេបងអាចបើកបានដូចគ្នាទាំងពីរណាបងទាំងគ្នាអញ្ចឹងខ្ញុំអាចចុចមកទាំងពីរបានអញ្ចឹងបើសិនជាបងអត់ចង់ប្រើទេចង់សំចៃបងអាចបិទជាមួយនឹងកៅអីអូតូហ្នឹងបានណាបងទាំងគ្នាវាត្រជាក់ចឹងសម្រាប់ option detail បងការប្រើប្រាស់ screen option សុវត្ថិភាពអីផ្សេងបងមានចង្អុលអាចឆាតមកក្នុង page បាននិយាយទៅក្រុមការងាររីករាយនឹងឆ្លើយតបជូនដល់ស្រាយជូនបងចាបងទាំងគ្នាអើយសម្រាប់បងដែលខ្ញុំបានជំរាបថាយើងមានកាមេរ៉ាមកទៅខាងក្រោយភ្ជាប់ចិត្តជាមួយនឹង360ខាងក្រោយនេះបងអញមើលបានគឺកន្លែងនេះឯងគឺយើង show ជាមួយនឹងសកម្មភាពដែលនៅពីក្រោយឡានរបស់យើងណាបងទាំងគ្នាអញ្ចឹងច្បាស់ងាយស្រួលមើលមែនតើហ្នឹងហើយអញ្ចឹងខ្ញុំបន្ថែមបន្តិចណាបងនេះសម្រាប់ខាងលើយើងគឺ portrait គឺយើងមានប្រភេទបើកដំបូលដែរបងអញ្ចឹងសម្រាប់គាត់ដែលគាត់ចូលចិត្តដំណើរកម្សាន្តមានកូនទូចគាត់ចូលចិត្តឡើងលេងកន្លែងហ្នឹងអីចាគឺមានឲ្យហើយសម្រាប់ប្រភេទនេះយើងបើកបាន2តង់បងចាយើងប្រើអូតូចាហើយស្របពេលខែទៅដើរលេងអីហ្នឹងហើយបើកឲ្យឆ្លាស់មកស្អាតហ្មងចាយើងមិនបាច់បើកដល់ដំបូលកញ្ចក់ក៏បានដែរយើងបើកតាមវាននដូចខាងក្រោមក៏បានដែរបងចាចឹងបងមានចំណល់អីអាចឆាតមក page បានណាបងក៏ឡន page ខ្លះអ្នកលក់ឆ្លើយតបនៅក្នុងការ live អត់អស់ចឹងណាចាផ្លេចជំរាបជូនបងមើលខាងក្នុងឡាននៅកៅអីជួរកណ្ដាលគឺខាងក្នុងតលាណាបងតាគ្នាយើងតលាមែនតើអញ្ចឹងបានឡានរបស់យើងលក់ដាច់ខ្លាំងណាឲ្យសុំមើលខាងក្នុងអូខេអញ្ចឹងបងក៏ចង់បង្ហាញផ្នែកអ្នកដំណើរវិញចាចង់បង្ហាញផ្នែកខាងក្នុងនៃជួរកណ្ដាលវិញគឺតលាមែនតើអញ្ចឹងបើបងមានអូនតូចមានអីក៏ស្រួលដើរចូលដើរឡើងឆ្លងណាបងតាគ្នាចឹងបានយើងលក់ដាច់គេច្រើនអ្នកតេជូនគាត់ស្រឡាញ់នៅកន្លែងហ្នឹងឯងតើឥឡូវយើងសូមមកមើល comment បងតិចណាព្រោះដោយសារយើងបង្ហាញឡានបងថ្ងៃនេះដូចរៀង detail ច្រើនមែនតើចាដោយសារអីខ្ញុំចង់ detail ព្រោះអី portrait នេះវាមាន option ច្រើនចាឲ្យនិយាយទៀតទៅនៅតែនិយាយបានដែរចុះឥឡូវសូមមើល comment បងតិចណាចាបងគាត់ថាខាងក្នុង portrait ស្អាតចាបងស្អាតខ្ញុំទលាគឺស្អាតហើយបងអាចមកមើលផ្ទាល់បានដូចបច្ចេកចំរបស់អ្នកលក់ថាចេះតែនិយាយត្រូវទេបងអូឥឡូវខ្ញុំចង់បង្ហាញប្រាប់បងមួយទៀតខាងក្នុង territory ពណ៌សគឺពណ៌បែបហ្នឹងអញ្ចឹងឥឡូវបងមើលពណ៌ប្រផេះវិញក៏ពណ៌បែបហ្នឹងដែរបងចាអញ្ចឹងមានន័យថាសម្រាប់ពណ៌គឺយើងខុសតែផ្នែកខាងក្រៅទេតែផ្នែកខាងក្នុងរថយន្តគឺយើងប្រើ color code តែមួយទេបងអញ្ចឹងទោះបីជាខាងក្រៅពណ៌ខ្មៅចាពណ៌បៃតងក៏ខាងក្នុងយើងប្រើ interior តែមួយដែរអញ្ចឹងឥឡូវបងអាចមកមើលមួយខ្ញុំបន្តិចបានចាពីពេលខ្លះខ្ញុំក៏គាត់ថាចេះពណ៌សដាក់ខាងក្នុងអញ្ចឹងចូលពណ៌ប្រផេះអីពណ៌ខាងក្នុងមិនទៅចាពណ៌ដូចគ្នាទេបងចាហ្នឹងហើយកុំឲ្យភ្ញៀវគាត់ពិបាកសម្រាប់ចិត្តអញ្ចឹងរើតែពណ៌ខាងក្រៅទៅបានហើយចាបងអញ្ចឹងបងជួយប្រាប់បងយើងវិញបើសិនជាក្នុងករណីថាឥឡូវគាត់ឆ្លាញ់ពណ៌ផ្សេងចាពីពណ៌សតម្លៃខុសគ្នាអត់បងឬក៏ពណ៌សថ្លៃជាងគេដែរបងនិយាយទៅពាក់ព័ន្ធជាមួយនឹងឡានមិនថាពណ៌សពណ៌ខ្មៅពណ៌ប្រផេះឬក៏ពណ៌មច្ឆៃទេគឺតម្លៃដូចគ្នាទាំងអស់គ្រាន់ថាអើយដែលបងប្រើតែពណ៌អ្វីដែលបងស្រឡាញ់ទៅបើសិនជាបងស្រឡាញ់ពណ៌ណាដែលគិតថាជាហុងស៊ុយរបស់បងឬក៏បងអត់គិតជាហុងស៊ុយទេបងស្រឡាញ់ពណ៌ដែលបងគិតថា
វាស័ក្តិសមជាមួយនឹងបងគឺតម្លៃយើងតម្លៃរថយន្តគឺយើងតម្លៃដូចគ្នាទាំងអស់ 40000 2900ដូចគ្នាណាបងទាំងគ្នាអញ្ចឹងបើសិនជាចង់ដឹងពាក់ព័ន្ធជាមួយនឹងព័ត៌មានមិនថាព័ត៌មាន loan ឬក៏លុយសុទ្ធអាចចង់ដឹងព័ត៌មានកាន់តែច្បាស់បងអាចតាក់ទងឬក៏តម្លាក់លេខតាមរយៈផ្លាយហ្នឹងណាបងទាំងគ្នាខាងក្រុមការងារយើងនឹងតាក់ទងទៅផ្ដល់ព័ត៌មានជូនបង ចាហើយមួយទៀតដែរបងអញ្ចឹងឡានរបស់យើងមានស្តុកគ្រប់ពណ៌អត់បងសម្រាប់ស្តុកគឺយើងមានគ្រប់ពណ៌មានទាំងពណ៌សពណ៌ប្រផេះពណ៌ខ្មៅនិងពណ៌មច្ឆាចាយើងមានស្តុកភ្លាមបានភ្លាមមែនបងទិញភ្លាមបានភ្លាមមកមើលភ្លាមយកត្រូវយកបងអាចយកចេញទៅប្រើប្រាស់បានភ្លាមអូខេចឹងមានថាបងចង់ទិញឡាន Ford Ranger ឥឡូវគឺមិនបាច់រងចាំយូរទៀតទេគឺយើងមានក្នុងស្តុកឲ្យភ្លាមចាហើយបើនិយាយពីពណ៌សនេះវិញបងកំពុងដាច់ស្តុកចឹងឥឡូវមានភ្លាមបងអាចចេញទៅញ៉ាំឲ្យបានណាបងចាហើយមួយទៀតសម្រាប់ភាពគាត់គិតថាចាគាត់ចង់ទិញឡានខាងគោដែរតែគាត់អត់តមានថវិកាគ្រប់គ្រាន់ឬក៏គាត់មានត្រឹមតែចំនួនទូចអាហ្នឹងអាចជួយឲ្យគាត់ធ្វើម៉េចខំសាលឲ្យគាត់ជួយទិញឡានថ្មីបានអត់បងនិយាយទៅគឺយើងមានជាមួយនឹងដៃគូធនាគាររបស់យើងមានច្រើនជម្រើសមានទៅតាមលក្ខខណ្ឌនៃធនាគារដែលត្រូវលក្ខខណ្ឌជាមួយនឹងអតិថិជនណាអញ្ចឹងបើសិនជាគាត់ចង់បានថ្មីខ្លាញ់គោហើយយកទៅប្រើប្រាស់ផ្ទាល់ដៃរបស់គាត់ទាំងឈ្មោះរបស់គាត់អីតែម្ដងគឺគាត់អាចជជែកជាមួយនឹងលោកគ្រូខាងលោនបានអញ្ចឹងគឺពួកគាត់នឹងរីករាយផ្ដល់ព័ត៌មានជូនបងតាគ្នាមិនថាបងនៅផ្ទះជួលឬក៏ផ្ទះតខ្លួននៅខេត្ត25ខេត្តក៏នោះក៏យើងអាចធ្វើបានដូចគ្នាដែរចាអញ្ចឹងលុយបងឥឡូវមានលុយមានថាមានឡានក្នុងក្តីសម័យតែលុយអត់បានគ្រប់ក៏អាចទិញឡានបានចាហ្នឹងហើយអញ្ចឹងមានន័យថាបងបាច់ពិបាកសម្រាប់ចិត្តទេបងមកក្រុមហ៊ុន Ford គឺខាងពួកខ្ញុំ support ឲ្យមកចប់ហ្មងចាបងចាំទៅដកឡានយកទៅជិះលេហ្នឹងហើយហើយសម្រាប់ឯកសារវិញងាយទេអត់ទាមទារអីច្រើនទេឲ្យតបងគ្រាន់តែបញ្ជាក់ចំណូលប្រចាំខែរបស់បងរយៈពេល3ខែចុងក្រោយឲ្យទៅលោកគ្រូខាងលោននិងពាក់ព័ន្ធជាមួយនឹងមិនថាបងធ្វើការងារឬក៏បងប្រកបអាជីវកម្មអីទេបងអាចធ្វើនៃការរំលោភយករថយន្តបានដូចគ្នាអូខេហើយមួយទៀតបងតកតងជាមួយនឹងការធានាវិញបងចាសម្រាប់ពីការធានាពីខាងក្រុមហ៊ុនយើងមានធានារយៈពេល3ឆ្នាំ100000គីឡូជូនអតិថិជនអញ្ចឹងសម្រាប់ការធានាគឺយើងធានាទៅលើម៉ាស៊ីនប្រអប់លេខជាមួយនឹងប្រព័ន្ធម៉ាស៊ីនជាប្រព័ន្ធភ្លើងសំខាន់ណាបងតាគ្នាអញ្ចឹងសម្រាប់ទៅលើការធានានៅពេលដែលបងមកជឿរថយន្តពីខាងក្រុមហ៊ុនគឺយើងមានលិខិតធានាជូនបងមានន័យថាយើងមានលិខិតធានាជូនបងហ្មងហើយយើងនឹងលេខថើជូនបងទៅលើការធានាទៅលើតាមរយៈពេលជូនបងហើយមួយវិញទៀតក៏ខាងក្រុមហ៊ុនយើងមិនមែនមានត្រឹមតែធានាទេគឺយើងមានថែមជូនជាមួយនឹងការផ្លាស់ប្ដូរប្រេមីសិនសវិសជូនបងដែលអត់គិតថ្លៃរយៈពេល3ដងដូចគ្នាដែរប៉ុន្តែនៅពេលហ្នឹងនៅពេលដែលបងអញ្ជើញមកមើលឡានផ្ទាល់ឬក៏មកសាកសួរព័ត៌មានគឺខាងក្រុមការងារយើងនឹងផ្ដល់ព័ត៌មានអត់ជូនបងតែម្ដងអញ្ចឹងអត់ឲ្យបងពិបាកអីតែបើសិនជាបងមានចង្អុលអីផ្សេងចង់ដឹងកាន់តែលម្អិតហើយដែលខាងក្រុមការងារយើងអាចផ្ដល់ព័ត៌មានជូនបងអាចសួរបន្ថែមមកដើម្បីយើងងាយស្រួល detail ជូនបងវិញអញ្ចឹងណាចាសំខាន់មានគេខមមិនថាអ្នកលក់ឈូតមែនអូខេអរគុណច្រើនបងហ្នឹងហើយអញ្ចឹងដូចបញ្ជាក់ឲ្យបញ្ជាក់ទៀតអញ្ចឹងបងសម្រាប់ចម្ងល់រាល់ចម្ងល់របស់បងអាចតម្លាក់ជា comment លេខទូរស័ព្ទបងឬក៏ឆាតចូលក្នុង page ហ្មងយើងដូចគ្នានឹងឆ្លើយតបជូនបងភ្លាមហ្មងអញ្ចឹងមួយទៀតបងសម្រាប់កម្មវិធីតេស្តតារាយបងចង់មកតេស្តតារាយតែគិតថាអត់ទាន់ទិញផងតែគួរតែមកតេស្តអត់បងគួរតែមកតេស្តព្រោះអីការបើបងតាសាក់របស់បងវិញក៏មានគិតថ្លៃអីចាអត់មានគិតថ្លៃទេបងគឺ free ជូនហ្មងឲ្យតែបងភ្ជាប់មកជាមួយបានបើកបរចាគឺអត់មានគិតថ្លៃទេហើយបងតែហើយបងអាចនឹងទទួលបានបទពិសោធន៍ថ្មីហើយទើបបងអាចធ្វើការសម្រេចចិត្តនៅពេលក្រោយក៏បានដែរអត់មានថាអូបងមកតេស្តឲ្យត្រូវទៅទិញទេណាចាគឺអត់ទេបងខ្លះក៏ភ័យថាមកដល់តេស្តឲ្យត្រូវទៅទិញអត់ទេគឺយើងអត់ចឹងទេគឺយើងរីករាយនឹងផ្ដល់ព័ត៌មានជូនបងនិងធ្វើការតេស្តដើម្បីបងសម្រាប់ចិត្តហើយបងបានដឹងពីគុណភាពរបស់ឡានបងបានកាន់ចង្កូតផ្ទាល់នឹងមកអង្គុយទៅលើឡានផ្ទាល់អញ្ចឹងណាបងតែគឺដើម្បីទទួលបានអារម្មណ៍នេះថាអូឡាននេះស្រួលប្រើប្រាស់បែបម៉េចអញ្ចឹងណាឬក៏បានព័ត៌មានលម្អិតពីខាងក្រុមការងារយើងទៅវិញដូចគ្នាដែរចាតតែហើយបានដឹងថាសម្រាប់ចិត្តបានអត់ហ្នឹងហើយត្រូវហើយមួយទៀតបងចង់បញ្ជាក់មួយទៀត showroom យើងបើពីចាំដល់អាទិត្យចាពីចាំដល់អាទិត្យចឹងបងទៅណែចុងសប្តាហ៍អីមកមើលឡានចុងសប្តាហ៍ក៏បានដែរអត់ថាសៅទឹកនៅ showroom ឯអត់ទេគឺពួកយើងនៅធ្វើការចាំដល់ទឹកសម្រាប់បងដែលគាត់មានតនេពេលតនេចុងសប្តាហ៍អីអាចចូលមកមើលលក្ខណៈគ្រួសារអីបានចាហ្នឹងហើយហើយសម្រាប់ការបើកបោសាក់បងអីអាច
ធ្វើការផងមិនមុនក៏បានដែរដើម្បីយើងងាយស្រួលរៀបចំឡានជូនបងអញ្ចឹង ចាបើសិនជាថ្ងៃណាដែលបងសម្រាប់ចង់ថ្ងៃបនឬក៏ថ្ងៃសៅរ៍អាទិត្យអីបងចង់ចង់តេស្តរាយទៅលើឡានម្ដងណាមួយបងគ្រាន់តែតាក់ទងខាងក្រុមការងារយើងខលមកចង់ណាត់នៅម៉ោងម៉ានខាងយើងនឹងរៀបចំជូនបងតែម្ដងដើម្បីងាយស្រួលបងមកដល់បងមានឡានតេស្តរាយតែម្ដងវាស្រួលបងអត់ងាយរងចាំយូរចា អូខេចឹងឥឡូវបញ្ជាក់មកចំណុចទៀតទៅណាមុនយើងធ្វើការបញ្ចប់អញ្ចឹងបងទីតាំងពួកយើងគឺនៅ Ford សាខាបងបៃតងចាគឺទីតាំងងាយស្រួលរកមែនតើនៅលើផ្លូវមករទីផ្លូវធំតែម្ដងបងជីពីខាងគោមកគឺត្រង់រហូតជិតដល់ស្តុប24មកគឺបងមើលស្ដាំដៃឃើញហើយតែបងជីពីខាងឈុកនេះមកវិញបងមើលខាងឆ្វេងដៃចាអញ្ចឹងនេះសម្រាប់ទីតាំង Ford សាខាបងបៃតងធំទូលាយងាយស្រួលឲ្យបងអញ្ចឹងមកមើលហើយឬក៏បើកបោះសាក់បងចាអញ្ចឹងបងមានអីចង់បន្ថែមហើយបើសិនជាបងចង់មានភាពងាយស្រួលកាន់តែងាយស្រួលជាងហ្នឹងបងគ្រាន់តែឲ្យតាក់ទងមកតាមរយៈ page របស់ខាងក្រុមហ៊ុនឬក៏ខាងយើងនឹងតាក់ទងផ្ដល់ព័ត៌មានជូនបងឬក៏ផ្ញើជា location ជូនបងមកតាមនឹងវិញងាយស្រួលជាងចាគីឡូបងថាអត់ស្គាល់ទេចង់មើល location តាម location វិញណាចាអញ្ចឹងខាងយើងនឹងតម្លាក់ជូនបងហើយចាអញ្ចឹងងាយស្រួលបងមកផ្ទាល់ហ្មងអូខេអញ្ចឹងឥឡូវសម្រាប់ថ្ងៃនេះគឺយើងមានព័ត៌មានប៉ុណ្ណេះសម្រាប់បង្ហាញទៅបងអញ្ចឹងចាំបងមានចង្អុលអីអាចឆាតមកពេកយកបច្ចៈតារាអញ្ចឹងហើយជួបគ្នានៅការ live នៅថ្ងៃស្អែកបន្ថែមទៀតចាអរគុណលាបាយ